ជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះសយថាលីនមកពីក្រុម SW35 ថ្ងៃនេះដែរនាងខ្ញុំនឹងមកបញ្ចូលមកបង្ហាញពីផល product ដែលលោកគ្រូបានដាក់ឲ្យនៅក្នុង project final របស់យើងជាដំបូងខ្ញុំនឹងប្រាប់អ្នកនរគ្នាអំពី code កូដកូដរបស់យើងកូដរបស់ខ្ញុំមាន2ទី1 index មានមួយទៀតមានផល product ដោយសារតែខ្ញុំមាន2 screen អញ្ចឹងខ្ញុំនឹង run ឲ្យមើលពេលយើងចូលដំបូងមកយើង screen ទី1របស់យើងមាន create product នេះបានន័យថានៅពេលដែលយើងចង់ថែម item ចូលទៅក្នុងproduct list នេះយើងចុច create ឡើងនេះបានដូចអាឡៃនេះអញ្ចឹងយើង enter name ឧទាហរណ៍ថាយើងចង់ថែមអីគេខ្ញុំចង់ថែម coffee អញ្ចឹងយើងសរសេរ coffee មកបន្ទាប់មកអាឡៃ category នេះប្រភេទអីគេអញ្ចឹង coffee ជាប្រភេទ drink អញ្ចឹងខ្ញុំដាក់ drink ហើយ cost នេះបានន័យថាតម្លៃនាំចូលអញ្ចឹងតម្លៃនាំចូលប្រហែលយើងដាក់ប៉ុណ្ណឹងខ្ញុំដាក់$1កន្លះដល់ពេល price បានន័យថាតម្លៃយើងត្រូវលក់អញ្ចឹងយើងលក់ប៉ុន្មានខ្ញុំលក់$4បន្ទាប់មកអាឡៃនេះ product image បានន័យថាយើងដល់ពេលដែលយើងចង់ add item ថ្មីហើយយើងចង់ឲ្យមានរូបភាពទៀតយើង add រូបភាពឡើងនេះអញ្ចឹងទៅយើងទៅ search រកមើលរូបភាពនៅពេលមកដល់កន្លែងរូបភាពនេះដែរយើងចុចcopy image address អញ្ចឹងបានយើងបាន link ហ្នឹងយកមកផាសមកបានយើងបានរូបភាពហ្នឹងអញ្ចឹងយើងផាសកន្លែងនេះទៅបន្ទាប់មកយើងចុច add product ពេលយើងចុច add product ទៅវានឹង load អ្វីដែលយើងបាន add នៅកន្លែងនេះមួយទៀតអឺបន្ទាប់មកទៀតយើងចង់សាកចុចប៊ូតុង cancel ម្ដងនៅពេលដែលយើង cancel វាចេញអីអញ្ចឹងយើងសាកមក coffee drink $1សួរបន្លែអញ្ចឹងពេលយើងចុច cancel ទៅវានឹងបាត់ទាំងអស់វាអត់ចេញអីទេបន្ទាប់មកយើងចូលបន្តទៀតដល់យើងចុចកន្លែងនេះយើងនឹងទៅ screen post screen របស់យើង screen post product របស់យើងនឹងបានអារូបដែលយើង add មិញscreen ដំបូងយើង add ប៉ុន្មាន screen ដំបូងយើងមាន3រូបអញ្ចឹង screen បន្ទាប់របស់យើងវានឹងមាន3រូបដែលយើងបាន add នឹងដែរអញ្ចឹងបន្ទាប់មកយើងចុច add យើងចង់ទិញ Coca pizza ហើយនិង coffee ឧទាហរណ៍ថាយើងយើងចង់ទិញ Coca មួយតែយើងច្រឡំចុច2អញ្ចឹងយើងចុចដកមកវានឹងបន្ថយលេខឲ្យយើងតាមនឹងហើយបើសិនជាយើងអត់ចង់ទិញ Coca ហ្មងយើងចុចដកទាំងអស់ទៅវានឹងបាត់ហ្មងដល់ពេលមួយទៀតបើសិនជាយើងចង់ទិញបន្ថែមឧទាហរណ៍ថា pizza ហ្នឹងយើងចង់ទិញថែមអញ្ចឹងយើងចុចបូកមកវានឹងលោតចំនួនបន្ថែមឲ្យយើងបន្ទាប់មកដល់ line total អឺកន្លែងនេះយើងត្រូវបញ្ចូលលុយនៅពេលដែលយើងបញ្ចូលលុយឧទាហរណ៍ថា total យើងសរុបអស់$43អញ្ចឹងយើងចុច$40យើងចុច$40នៅពេលដែលយើង check out អឺវានឹង load ប៊ូតុងមួយបានន័យថាវាអត់ success ជាមួយបានន័យថាយើងបញ្ចូលលុយអត់គ្រប់អញ្ចឹងវានឹង load អក្សរចេញមកថាយើងបញ្ចូលលុយអត់គ្រប់ទេបន្ទាប់មកយើងបញ្ចូលលុយគ្រប់វិញឧទាហរណ៍ដាក់45អញ្ចឹងពេលយើង check ទៅវានឹងថា payment របស់យើង success អញ្ចឹង click order អញ្ចឹងយើងចុច OK មកបើសិនជាយើងមានម៉ាស៊ីន print វានឹង print នៅនឹងចេញឲ្យយើងថាយើងចុចបានអីចឹងដល់ពេលយើងចុច OK ទៅអា product ដែលយើងបានទិញឬក៏ទំនិញដែលយើងបានទិញហ្នឹងវានឹងបាត់ដែរយើងឧទាហរណ៍ថាយើងទិញ product
យើងទិញផលិតផលទិញភាសាទិញកាហ្វេអីចឹងហើយបន្ទាប់មកយើងអត់ចង់ទិញវិញយើងចង់ទិញអាផ្សេងអញ្ចឹងយើងចុច clear order នេះទៅវានឹងបាត់ទាំងអស់ហើយអញ្ចឹងនៅក្នុងអា screen នេះដែរយើងមិនមែន add បានតែមួយទេយើងចង់ add បានប៉ុន្មានក៏បានដែរស្រេចតែយើងឧទាហរណ៍ថាខ្ញុំចង់ add មួយ item ទៀតដាក់វា water វាដាក់ water ចឹងទៅ water ជាទឹកអញ្ចឹងខ្ញុំអាកន្លែងនេះ category វាសុំដាក់ទឹក water ដែរចុះមកcost ដោយសារតែយើងអត់ដឹងថា10តូចឬធំចឹងខ្ញុំបញ្ជាក់លេខវាឧទាហរណ៍ថា water ហ្នឹងអា10តូច0.50មីលីលីត្រអញ្ចឹងតម្លៃនាំចូលឧទាហរណ៍ថា1000ចុះអត់ទេ0.10ហើយតម្លៃលក់ចេញយើងលក់1000អញ្ចឹង0.25ចុះមកយើងអឺទៅ search រកដោយសារតែយើងអត់មានអត់ទាន់មាន data មួយច្បាស់លាស់អញ្ចឹងយើងត្រូវ save ពួកទាំងអស់ហ្នឹងនៅក្នុង local storage សិនឧទាហរណ៍ថាវាតើយើងត្រូវចាំថាពេលយើងចង់បានរូបហ្នឹងដើម្បីកុំឲ្យញញែវែងឆ្ងាយច្រើនយើងមិនបាច់យើងចាំចុចទៅរក folder អីផ្សេងយើង copy កន្លែងអឺ copy image address ហ្នឹងមកហើយយើងយកមកផាសកន្លែងហ្នឹងមកវានឹងចេញឲ្យយើងស្រួលហ្មងអញ្ចឹងយើងចុច add product ទៅ product យើងបានមួយទៀតអញ្ចឹងយើងចូលទៅមើលអឺ post product របស់យើងមើលថាមានបានថ្មីដែលយើង add ហ្នឹងទៅនៅអញ្ចឹងវាមានបាញ់ហ្នឹងនៅពេលដែលយើងឃើញ product ថ្មីដែលយើងបានកុំ add ទៀតចឹងមានន័យថាយើងត្រូវនៅអ្វីដែលលោកគ្រូគាត់ចង់បានអញ្ចឹងអាឡៃនេះផងដែរខ្ញុំចង់អឺអឺឡើងវិញដែរខ្ញុំភ្លេចបញ្ជាក់អ្នកនរគ្នាថាអាឡៃនេះអឺយើងអាចចុចបានទៀតឧទាហរណ៍ថាបើសិនជាឡើងកូកានេះយើងគិតថាតម្លៃប៉ុណ្ណឹងយើងអត់ទៅចំណេញទេឬក៏យើងចង់ដូរ product នឹងចេញហ្មងអញ្ចឹងយើងចុចឡើង edit យើងចុចឡើង edit អញ្ចឹងយើងrename វាយើងអត់ចង់បានកូកាទេយើងចង់បានអីផ្សេងយើងបានន័យថាយើងឈប់លក់កូកាយើងចង់លក់sting ម្ដងអញ្ចឹងយើងដាក់ sting មក Sting ហើយវា category វាគឺក៏ត្រេងដូចគ្នាអញ្ចឹងខ្ញុំមិនដូរទេcough នេះនាំចូល2000ចុះតែprice នាំចេញខ្ញុំចង់លក់3000អញ្ចឹងខ្ញុំដាក់0.75បន្ទាប់មកកន្លែង image នេះក៏យើងត្រូវដូរដែរអញ្ចឹងយើងត្រូវទៅរក Sting បន្ទាប់មកយើងcopy អា link ដែលយើង copy មិញដាក់ចូលផាសចូលមកចុចមកយើងចុច update product ពេលដែលយើងចុច update product អញ្ចឹងវានឹង load string ចេញឲ្យយើងឃើញម្ដងនេះ hook string ចេញឲ្យយើងឃើញម្ដងអញ្ចឹងអាឡៃនេះយើងកែដាក់ string ហើយអញ្ចឹងយើងចាំថាអឺ hot product ហ្នឹងវាចេញ hook string អត់អញ្ចឹងយើងចូលទៅមើលទៅចេញ hook string បានថ្មីហើយមួយទៀតដែរយើងច្រឡំប៉ាសដៃឧទាហរណ៍ថាយើងច្រឡំប៉ាសដៃ edit ចុចមកអឺភាសាហ្នឹងយើងអត់ចង់ដូរទេតែយើងប៉ះដៃដូរអញ្ចឹងនៅពេលដែលយើងចុចឧទាហរណ៍យើងច្រឡំដាក់អឺហើយវាតម្លៃ1 $2អានេះដាក់3តោះឲ្យយើងអត់ចង់ដូរទេអញ្ចឹងយើងចុច cancel នៅពេលដែលយើងចុចប៊ូតុង cancel ទៅវានឹងអត់ដូរទេវានឹងបានភាសានៅដដែលដូចយើង
được bỏ dương hụt đào chứ bây giờ chơi khám phá tứ thì ban hụt đào mà bỏ dương vừa chỉ gọi bạn đồi sẽ bảo video bỏ nhóm thời ban mà đo về chậm đá giống chỉ trong khó nhưng xong ở con đo là khú năng lệ ở cái để ban tôi sẽ làm video bỏ nhóm tăng Việt Nam hoặc đo chậm ở con